Hello បងបងថ្ងៃនេះខ្ញុំចង់មក show បងបងថានៅក្នុង pastel petal ហ្នឹងគឺមាន dry brush អីគេខ្លះដែលខ្ញុំបាន show ជា video អីទាំងអស់ឲ្យបងបងមើលអញ្ចឹងទៅថ្ងៃនេះខ្ញុំចង់មក show ឲ្យបងបងមើលពី brush ពួកយើងនៅក្នុង video មិនដោយសារហដងធ្វើ post poster អញ្ចឹងណាក៏លោកអត់ដឹងថា brush បែបមិន dry brush ទាំងអស់នៅក្នុងហាងយើងហ្នឹងគឺមានដល់ត5-6 mode ខុសៗគ្នាអញ្ចឹងខ្ញុំមក show ម្ដងមួយឲ្យបងបងមើល This is the first one ជា dry brush របស់ខាងពួកយើងពងកពើនេះស្រួលកាន់មែនតើនេះបងបងសោកតដៃអញ្ចឹងមកគឺអាចយកមក brush លើស្បែកបានហើយសាច់គេរៀង rough បងបងអញ្ចឹងទៅពេលប្រើលើស្បែកគឺអាចជំរុះកោសិកាចាស់ៗបានល្អខ្លាំងមែនតើបងបងដាក់សោកដៃអញ្ចឹងមកហើយយកវាមក brush លើស្បែកថ្នមមកម៉ូដទី2គឺដូចទី1ដែររូបរាងគេដូចគ្នាតែគ្រាន់តែអីដែលខុសគ្នាគឺអានេះមាន silicone dot នៅកន្លែងនេះបងអាចជួយ massage ស្បែកយើងបន្ថែមទៀតអញ្ចឹងទៅអាហ្នឹងខុសគ្នាតែប៉ុណ្្នឹងអានេះទី3ហើយនេះទី4អានេះគឺដូចតែមិនដែរអាមួយធម្មតាអាមួយមាន dot massage ស្លាយរៀង slow បងអាចយកអានេះបានវាស្លាយរៀងធឿនតិចអាចយកអានេះបាននិយាយទៅ dry brush បានដូចគ្នាហ្មងហើយពេលបង dry brush បងឃើញកតិចសនៅលើស្បែកចេញមកហោះនៅលើហ្នឹងណាបងកុំឆ្ងល់អាហ្នឹងឯងគឺជាកោសិកាចាស់ៗបង dry brush ហ្នឹងវាជួយអញ្ចឹងអត់ដឹងនៅក្នុងកាមេរ៉ាឃើញអត់ទេប៉ុន្តែនៅក្រៅគឺសហើយពេញហ្នឹងហ្មងដោយសារតែវាជាកោសិកាចាស់ៗរបស់ខ្ញុំខាង dry brush រៀងយូរដែរហើយ so yes វាចេញមកហើយទី5គឺ soft dry brush បងអាចមើលបានសាច់ចេះរៀងទន់ណាអញ្ចឹងបើយើងប្រៀបធៀបមួយអាមិញអានេះរៀងហឹងជាងបងណាមានស្បែក sensitive ខ្លាច rough ខ្លាំងពេកនៅលើស្បែកខ្លាចស្បែកក្រហមពេកខ្លាចស្បែកស្ដើងអីហ្នឹងគឺអាចប្រើជាមួយនឹង soft dry brush បានខ្សែនេះយឺតទៅបងដាក់ទៅគឺក្លឹបជាមួយដៃហ្មងនេះរៀងទន់ជាងអាមិញប៉ុន្តែបងត្រូវដឹងថាពេលដែលវាទន់ជាងអញ្ចឹង effective វាក៏ចាញ់អាមិញដែរ rough មិញគឺ effective ជាងអានេះអញ្ចឹងណាប៉ុន្តែបើណាគេចង់បានរៀងរបៀប soft dry brush អីអាច consider នេះបានទី6គឺ long dry brush នេះមុខពីរហ្មងនេះតាន់ណាបងមើលឈើគេផងក្រាស់ខ្លាំងមែនតើមានខ្សែប្រយោជន៍មានទាំងអាហឹងគឺមានទាំងអាតុនហើយអាតុននេះគឺតុនជាង soft dry brush នឹងទៀតរបៀបអានេះ in between អញ្ចឹងណាអាកន្លែង rough នេះបងអាចប្រើនៅលើស្បែកធ្វើ dry brush ធម្មតាបានហើយវាវែងអញ្ចឹងទៅស្រួលបងប្រើនៅកន្លែងជើងឬក៏ខ្នងអីដែលបងគិតថាបងលូកដៃអត់ដល់អញ្ចឹងណានេះអាចដាក់របៀបចាជើងយើងលុកចុកក្រោមទាអញ្ចឹងមកបង I cannot show you ដោយសារខ្ញុំដាក់កាមេរ៉ានៅលើតុបងចង់បានដៃវែងអីចឹងមានពីរមុខអីចឹងរៀងតាន់ចឹងបងអាច consider អាវែងនេះបានសម្រាប់ brush មួយទៀតនេះគឺជា brush កូនប៉ៅបងអានេះគឺជា scrub brush បងណាដែលប្រើ scrub ជាពិសេសគឺអាពពួក scrub dough scrub ball scrub អីហ្នឹងបងចង់ចំណេញសាច់ scrub ប្រើអាជ្រះនេះបងជំរុះកោសិកាចាស់ៗបងបានល្អមែនតើពេលបងប្រើវាមួយ scrub ភាគច្រើនខ្ញុំប្រើមួយ scrub dough បងវារបៀបដូច combo គ្នាហ្មងដាក់ទៅគឺស៊ីហ្មងបងធ្លាប់មើលវីដេអូចឹងដែលគេប្រើ scrub ជាមួយនឹងជ្រះអត់ហ្នឹងឯងនេះគឺជាអាជ្រះប្រភេទហ្នឹងសាច់វាទន់ល្មមដែរហើយដងគេគឺជាប្រភេទជ័រចឹងទៅស្រួលប្រើក្នុងបន្ទប់ទឹកមែនតើដៃវាគឺប្រវែងហ្នឹងបងស្រួលប្រើនៅខ្នងនៅអីជាពិសេសគឺនៅជើងហ្មងយ៉ាយើងលូកដោះដល់ជើងក្រោមអីចឹងណា and yes it's good ថ្ងៃហ្នឹងគឺខ្ញុំមកនិយាយទៅពីពួក dry brush អញ្ចឹងបងមានចំណាប់អារម្មណ៍ទៅលើ dry brush ទាំងអស់ហ្នឹងគឺអាចតាក់ទងមក pastel petal បាន yes ខ្ញុំមានលក់ bye bye